ក្រុម SU40 ថ្ងៃនេះ topic នឹងនិយាយពី ASH ASHFF mirror data between server ដែលសម្រាប់ការងារ midterm របស់យើងហើយដំបូងសម្រាប់ pass command មួយដែលយើងដែលជា command មួយដែលយើងធ្វើការទៅដំឡើងកម្មវិធី ASHFFហើយបន្ទាប់ពីយើងបានធ្វើការតម្លើងហើយយើងនឹងធ្វើការកើតទៅលើ server មួយដែលថ្មីមួយដែលយើងដាក់ឈ្មោះថា remote user và sudo add user remote the us cái enter cái đặt password thì type password enter just clear screen មួយដែលស្អាតទៅវាច្រើនពេកអូខេបន្ទាប់ពី clear screen ហើយតមកយើងបដូរចូលទៅកាន់ក្នុង user របស់ដែលយើងបង្កើតមិញគេហៅ sudo remote user អូខេបន្ទាប់ពីយើងចូលក្នុង user របស់ remote មិញហើយធ្វើការចូលទៅបង្កើតក្នុង folder មួយ mkdir share fha or share data folder មួយដាក់ថា share data top share data ហើយអូខេបន្ទាប់ពីយើងចូលបង្កើត folder ហើយនៅក្នុង folder ហ្នឹងធ្វើការបង្កើត text file មួយដែលឈ្មោះថា this is a mirror file from the server តែ enter ហើយបន្ទាប់ពីមកយើងធ្វើ exit ចេញពីក្នុង folder ហ្នឹងមកអូខេបន្ទាប់ពីនេះអត់ហើយសម្រាប់ជំហានបន្ទាប់យើងនឹងបង្កើតទៅលើ scene របស់ client មួយដែលធ្វើការ mkdir mkdir slash local mirror enter មកហើយសម្រាប់បន្ទាប់ទៀត mirror data ដែលយើងប្រើដោយ sh ហ្នឹងដែលធ្វើការខ្ញុំធ្វើការ copy command មួយដែលខ្ញុំបាន save សិនហើយខ្ញុំធ្វើការ copy command ទៅលើដែលយើងសម្រាប់ទៅលើដែលសម្រាប់ភ្ជាប់ឯកសារ share data របស់ remote user មកដាក់នៅក្នុង local user របស់យើងហើយសម្រាប់ code ដែលយើងភ្ជាប់ដើម្បីភ្ជាប់text ដែលយើងបង្កើតនៅក្នុង folder មិញរបស់ share data ឯកសាររបស់ share data របស់ remote user ទៅដាក់នៅក្នុង local remote local mirror របស់យើងអូខេតោះមិនសេះហើយយើង enter មកគេវាយថា password អូខេបន្ទាប់ពីយើងចូលមកហើយជាបន្តដើម្បីយើង check ទីបន្តលទ្ធផលថា local mirror យើងដែលយើងបានបង្កើតហ្នឹងមានឯកសារពី server យើងអត់ចឹងគេវាយ ls .l slash local mirror អូខេនេះយើងបានតែឯកសារដែលយើងបាននេះវិញវាគឺមានអញ្ចឹងគឺការមានហើយគឺការតេស្តមួយទៀត command ទៀត cat slash local mirror mirrors slash info .txt
នេះចាំយើងបានវាណាវា share នៅក្នុងlocal ឯកសារ local mirror របស់យើងបានមានឯកសារពី server មួយដែរអញ្ចឹងសម្រាប់ lab ហ្នឹងសូមបញ្ចប់កម្មប៉ុណ្ណឹងអរគុណច្រើនលោកគ្រូ